Hello ស្វាគមន៍បងប្អូនទាំងអស់គ្នាចូលមកទស្សនាភាពបន្តនៃរឿងអំណាចធម៌ពលនៃច្រកទ្វារអាតកំមាំងដែលជាភាគទី7របស់យើងអធិស្ឋានទុកមុនផងប្រសិនបើមានឮសំឡេងរំខានដោយសារតែនៅក្បែរបន្ទប់របស់ admin មានអ្នកជិតខាងក៏រៀបពិធីមង្គលការធ្វើសំឡេង play macro ឮចូលមកខាងក្នុងរឿងបែបនឹងជាមិនផុតនោះទេម្ដងគេម្ដងយើងប៉ុន្តែសម្រាប់ admin ប្រហែលជាមិនទាន់ដល់គូរោគតែមួយមកចម្រាញ់ថ្នាំមិនបានផងចាប់ផ្ដើមនៅសាយរឿងការប្រកួតនៅក្នុងទីក្រុង Function ក៏បានមកដល់ដែលធ្វើមនុស្សម្នាជាចាំក៏បានប្រញាប់នាំគ្នាចូលទៅទស្សនាឡើងក៏កុញនៅក្នុងសាយប្រកួតមួយនោះដែលមានទីធ្លាធំដូចជា start បាល់ទាត់អញ្ចឹងដែលយើងក៏បានឃើញគណៈកម្មការមកពីសាលាគុនធានលូឈ្មោះថាលោកគ្រូហ្វឹងឡាវឆានធ្វើការគោរពសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមិត្តរួមការងារទាំងអស់របស់ខ្ញុំហើយនឹងគ្រូសាធំៗទាំង4ដែលបានផ្ដល់កិត្តិយសចូលរួមក្នុងការប្រកួតប្រជែងនៅក្នុងឆ្នាំនេះដែលបានប្រារព្ធឡើងក្នុងសាលាគុនធានលូរបស់ពួកយើងដោយព្រឹត្តិការណ៍នៃសាលាគុនជាវស៊ីងគាត់បាននិយាយទៅកាន់លោកគ្រូលីកាងហៃស្ដាយណាស់ដែលលោកគ្រូធានមានជំងឺធ្ងន់ធ្ងរបានជាមិនអាចចូលរួមនៅក្នុងការប្រកួតមួយនេះលោកគ្រូលីកាងហៃក៏បានតបថាខ្ញុំគិតថាគាត់ខ្លាចសាលាគុនហ្វេហុងរបស់គាត់ចាញ់តែប៉ុណ្ណោះដោយលោកគណៈកម្មការក៏បានបន្តប្រកាសនៅច្បាប់ប្រកួតយោងតាមច្បាប់ចាស់ការប្រកួតនៅតែលំបាកគូប្រជែងត្រូវតែរិះសាជាជំនះជាប់គ្នាហើយប្រសិនបើគ្មាននរណាម្នាក់ឡើងមកប្រកួតប្រជែងបន្តយុវជនម្នាក់នោះនឹងក្លាយទៅជាអ្នកឈ្នះហើយនៅក្នុងឆ្នាំនេះផងដែរសាលាគុនទាំងប៊ូសុទ្ធតែមានមនុស្សដែលមានសមត្ថភាពខ្ញុំសង្ឃឹមថាទេពកោសល្យវ័យក្មេងរបស់អ្នករាល់គ្នានៅក្នុងថ្ងៃនេះមិនដកថយទៅណាឡើយតស៊ូឲ្យអស់ពីកម្លាំងកាយចិត្តស្របពេលនោះយុវជនក្លាហាន2នាក់ក៏បានបង្ហាញខ្លួននៅលើសីវៀនម្នាក់ទៀតកាត់នៅដើមម្នាក់ទៀតកាត់នៅលំពេងសំលេងជួងក៏បានគោះឡើងការប្រកួតចាប់ផ្ដើមនេះទាំងពីរអាវុធគ្រប់ដៃសម្រុកចូលរកគ្នាបើការវាប្រហារធ្វើនេះរកគ្នាស្រ័យហូរកញ្ជ្រៀវពេញនឹងចំណែកលោកម្ចាស់ឆេងនៃគ្រូសាជិនក៏បាននិយាយគ្នាជាមួយនឹងលោកម្ចាស់វូនៅក្នុងឆ្នាំនេះលោកម្ចាស់វាងបានអាវុធទៅមានទៀតហើយដោយលោកម្ចាស់វូក៏បាននិយាយអំពីរឿងព្រំដែនទាំង3ពលមានថ្មីនេះខ្ញុំបានឮមកថាវាមិនមានស្ថិរភាពល្អនោះទេលោកម្ចាស់ជិនគ្រូតែប្រុងប្រយ័ត្នរាល់ពេលដឹកទំនិញឆ្លងកាត់នៅតំបន់ទីនោះលោកម្ចាស់ចេងក៏បានតបថាមិនមែនគ្រាន់តែរត់ជប់ព្រំដែនទាំង3នោះទេដែលគ្មានស្ថិរភាពថ្មីនេះនៅក្នុងក្រុង Function របស់យើងមាននៅយុវជនម្នាក់បានប្លន់កូនក្រមុំទាំងកណ្ដាលថ្ងៃមើលទៅពួកគាត់មិនទាន់ដឹងទេថាគឺជាសកម្មភាពរបស់ស៊ឺមូដែលគឺជាអ្នកចាប់ចម្រិតកូនក្រមុំរបស់គេស្របពេលនោះវាងធានហៅក៏បានដើរចូលមកនិយាយទៅកាន់ស៊ឺមូការប្រកួតនៅក្នុងឆ្នាំនេះពិតជាគួរឲ្យចាប់អារម្មណ៍ខ្លាំងណាស់មាននៅយុវជនដែលមានសមត្ថភាពជាច្រើនដែលគាត់ក៏បានសម្លឹងទៅបរិសម្នាក់ដែលនៅខាងលើជាសិស្សសាលាគុនធានវូឈ្មោះថាហ្វឹងជុនភ្នែករបស់គេមុតស្រួយនឹងអារម្មណ៍ស្ងប់ស្ងាត់ហើយអ្វីបានជាខ្ញុំមិនដែលឃើញមនុស្សម្នាក់នេះពីមុនមកស្របពេលនោះយូហានក៏បានមកដល់ភ្នែករបស់អ្នកក្លាហានធានហៅពិតជាសម្លឹងបានខ្ពស់មែនតើលោកកំពុងតែកត់សម្គាល់ឃើញអ្នកណាដែលចរិតរបស់នាងគឺនៅដដែលស៊ឺមូក៏បានជួយដោះសារឲ្យប្អូនរបស់ខ្ញុំនាងនិយាយលេងនោះទេសង្ឃឹមថាលបងធានហៅមានប្រកាន់ពេលនោះវាងធានហៅគាត់ក៏បានដាក់ដៃធ្វើការគោរពសូមលបងស៊ឺនិងកញ្ញាយូហានមានចិត្តល្អកុំប្រកាន់ខ្ញុំអំពីរឿងកាលពីថ្ងៃមុនដោយសារតែខ្ញុំបានស៊ើបដឹងអំពីបញ្ហាគ្រូសាវូរីរាល់ហើយមើលទៅវូហាននាងមិនលើកទៅឲ្យនោះទេមនុស្សល្ងងបងប្រុសតោះពួកយើងកុំចាប់អារម្មណ៍ជាមួយនឹងគាត់អីទីដៃស៊ឺមូដល់ចេញទៅធានហៅគាត់ក៏បានព្យាយាមតាមកាក់មុខនេះទាំងពីរនៅថ្ងៃនោះខ្ញុំពិតជាគ្មានចេតនានោះទេដោយសារតែស្ថានភាពគឺប្រថុយញ៉ាច់ខ្លាំងពេកធ្វើឲ្យខ្ញុំបានយល់ច្រឡំជាមួយនឹងលបងស៊ឺមូខ្ញុំសង្ឃឹមថាលបងស៊ឺនិងកញ្ញាយូហានអភ័យទោសខ្ញុំឲ្យបំភ្លេចរឿងអតីតកាលមួយនោះចោលយូហាននេះក៏បានចូលមកមុខរបស់ធានហៅខ្ញុំមិនហ៊ានទទួលការផ្សះផ្សាដល់ក្រអូលក្រទងបែបនេះឡើយដោយសារតែអ្នកប្រុសធានហៅមានលក្ខណៈពិសេសតោះបងប្រុសកុំខ្វល់ជាមួយនឹងគាត់អីស៊ឺមូក៏បានប្រាប់ថាបងបានឃើញអ្នកប្រុសធានហៅនិយាយទាំងរដាប់រដប់នៅចំពោះមុខប្អូនជាច្រើនដងដូច្នេះប្អូនគូទៅឈប់ចំអកឲ្យគាត់ទីទៅពេលនោះយូហាននេះក៏បានចាប់អារម្មណ៍ដៃរបស់ស៊ឺមូហើយអ្វីបានជាដៃរបស់បងកោងបែបចម្លែកម្លេះបាទវាគ្មានអ្វីធន់ធ្ងរនោះទេហើយបងក៏ចង់សួរប្អូនមួយដែរតើបរិសម្នាក់នោះគឺជាអ្នកណាយូហាននេះក៏បានប្រាប់ខ្ញុំបានឮពាក្យចចាមអារាមមួយចំនួនថាគាត់គឺជាក្មួយប្រុសរបស់លោកគ្រូហ្វឹងឡាវឆានដែលគឺជាសិស្សកម្ពុជាសាលាគុនធានលូដែលកើតមកមានរាងកាយដ៏រឹងមាំពេលនោះធានហាក៏បានឆ្លៀតចូលមកនិយាយជាមួយរាងកាយប្រភេទនេះមានភាពធន់នឹងការវាយដំយ៉ាងខ្លាំងហើយនិយាយបានថាដូចជាខែលដ៏រឹងមាំមួយប៉ុន្តែឲ្យតែលំពេរបស់យើងមុតស្រួយវានឹងអាចចាក់ទម្លុះបានយូហាននេះក៏បាននិយាយឌឺត្រូវហើយនេះប្រុសធានហាគឺខ្លាំងក្លាបំផុតដែលធ្វើស៊ឺមូក៏បានគិតការប្រកួតប្រជែងនេះពិតជាមិនធម្មតានោះទេខ្ញុំត្រូវតែរក្សានៅកម្លាំងរបស់ខ្ញុំរងចាំពេលវេលាដែលត្រឹមត្រូវដើម្បីប្រកួតនៅគូចុងក្រោយចំណែកនៅលើសៃវៀនវិញពេលនោះលំពេរបស់បរិសម្នាក់នោះក៏បានខ្ទេចចេញពីដៃស៊ីមួយចំហាយធម្មពលដៃចំកញ្ចឹងកពីខាងក្រោយដែលធ្វើឲ្យគាត់ក៏បានដួលផ្កាមុខភីងហើយគណៈកម្មការលោកគ្រូហ្វឹងឡាយឆៅក៏បានប្រកាសលីយុននៃសាលាគុនហ្វេហុងជាអ្នកឈ្នះតើមានអ្នកណាផ្សេងទៀតដែលចង់ប្រកួតប្រជែងជាមួយនឹងម្ចាស់សៃវៀនដែរឬទេដល់ពេលនោះយូហាននឹងក៏បានចាប់ដៃរបស់ស៊ឺមូប្រញាប់ឡើងបងប្រុសប៉ុន្តែគាត់ក៏បានបដិសេធធ្វើយូហាននឹងក៏បានគិតបន្តិចបងកំពុងតែរងចាំអ្នកដ៏ខ្លាំងពិតប្រាកដមែនទេដល់ពេលនោះហ្វឹងជុនក៏បានហក់ចុះទៅឡើងរំកើសៃវៀនហុយជុកតែម្ដងហើយអ្វីបានជាកម្លាំងធម្មពលរបស់គាត់ខ្លាំងក្លាម្ល៉េះច្បាស់ណាស់គាត់ប្រកាសជាខ្លាយទៅជាម្ចាស់សៃវៀនជាមិនខានបន្តដើរចូលទៅខាងមុខបន្តិចដាក់ដៃធ្វើការគោរពខ្ញុំហ្វឹងជុនជាសិស្សនៃសាលាគុនធានលូសូមការណែនាំពីរៀមច្បងលីផងគាត់ក៏បានធ្វើការគោរពគូសំទៅវិញដោយលោកគ្រូហ្វឹងឡាយឆានក៏បានប្រកាសថាការប្រកួតចាប់ផ្ដើមឥឡូវនេះលីយុនបានផ្ទុះនៅកម្លាំងធម្មពលបន្តិចសម្រុកចូលទៅយ៉ាងលឿនជាមួយនឹងផ្លែដើរដ៏មុតស្រួយស្របពេលគ្នាផងដែរហ្វឹងជុនក៏បានបញ្ឆេះនៅកម្លាំងធម្មពលរបស់គាត់សាយភីឡើងពេញនឹងបង្កើតទៅជាខែលអាវក្រដែកធ្វើឲ្យផ្លែដើររបស់លីយុនចាក់មិនមុតនោះទេតើនេះវាអាចទៅរួចដោយរបៀបណាគាត់ក៏បានអាឡាខ្លួនមកខាងក្រោយវិញបន្តិចសម្រុកចូលមកវិញយ៉ាងលឿនកាប់ជាច្រើនដាវប៉ុន្តែហ្វឹងជុនឈោធ្វើមិនដឹងហាបី
ដូចជាគ្មានរឿងអ្វីកើតឡើងទាល់តែសោះចំណែកលោកគ្រូលីកាងឲ្យមិនពេញចិត្តយ៉ាងខ្លាំងហ្វឹងឡៅឆានអាកញ្ជ្រុងកញ្ចាស់ឯងលាករឿងនេះបានល្អម្ល៉េះយកនៅមនុស្សដែលបានរៀននៅបច្ចេកទេសអាវដៃមកប្រកួតពិតជាថោកទាបខ្លាំងណាស់ពេលនោះព្រឹទ្ធាចារ្យនៃសាលាគុនជិនស៊ីងក៏បានអស់សង្ឃឹមច្បាស់ណាស់ប្រកាសជាត្រូវចាញ់គេយ៉ាងធ្ងន់ធ្ងរដោយសារតែបច្ចេកទេសអាវដៃគឺរឹងមាំខ្លាំងណាស់ដោយអ្វីដែលគាត់បាននិយាយមែនហ្វឹងជុនប្រឹងតែបន្តិចធ្វើឲ្យលីយុនក៏បានប៉ាមកខាងក្រោយបន្តវាមួយដៃថែមមួយជើងដែលពេលនោះលីយុនក៏បានប្រើប្រាស់បច្ចេកទេសរបស់គាត់លេចឡើងនៅចំហាយធម្មពលផ្លែដៃជាច្រើនក៏វាចូលទៅវាប្រហាប់បាញ់ចេញដូចជា BM21 ប៉ុន្តែមិនអាចធ្វើអ្វីហ្វឹងជុនបាននោះទេដោយសារតែគាត់បានប្រើប្រាស់បច្ចេកទេសអាវដៃការវាប្រហាររបស់ឯងទាំងអស់នេះគ្មានប្រយោជន៍សម្រាប់ខ្ញុំនោះទេហក់ចូលទៅបញ្ចេញអាវុធញញូរបស់គាត់ឡើងប៉ុណ្ណាណីវាត្រូវលីយុនឡើងខ្ចាយសៃវៀនមិនបញ្ឈប់ត្រឹមនឹងទេថែមមួយទៀតលន់លឺសូតែដឹបប៉ាងដូចជាក្របកងគោលប្រញាច់ទៅនឹងទ្វារសៃវៀនស្របពេលគ្នាផងដែរលំពេរបស់ធានហៅបានធ្វើនៅសកម្មភាពហោះចូលមកចាក់ទម្លុះនៅកៅអៅរបស់លីយុនព្យូរជាប់ទាញយកនៅលំពេចូលមកក្នុងដៃវិញបន្ទាប់មកហ្វឹងជុនក៏បានបកដៃហៅធានហៅឲ្យចូលទៅតែធ្វើឲ្យគាត់ក៏ទ្រាំលេងបានខ្ញុំវ៉ាំងធានហៅនឹងបង្រៀននៅមេរៀនមួយឲ្យឯងបានដឹងឈានទៅមុខបានមួយជំហានពេលនោះយូហាននាងក៏បានហក់ជឿនក្បាលរបស់គាត់ដើម្បីបាញ់ខ្លួនទម្លាក់ទៅលើសៃវៀនខ្ញុំជិនយុនហានមកពីសាលាគុនហ្វៃហុងសូមការណែនាំពីអ្នកផងពេលនោះហ្វឹងជុនក៏បានអស់សំណើចុះទៅខាងក្រោមវិញភ្លាមទៅអ្នកមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីប្រកួតប្រជែងជាមួយនឹងខ្ញុំឡើយដោយយូហាននាងក៏បានបញ្ចេញនៅខ្សែតៃរន្ទះរបស់នាងឡើងមកខ្ញុំមិនចោះទៅវិញឡើយលុះត្រាតែនាងវាខ្ញុំធ្លាក់ពីលើសៃវៀនមួយនេះបើការវាប្រហាក្រវៃមួយខ្សែតៃចូលមកដែលធ្វើឲ្យហ្វឹងជុនកិច្ចឡើងលៀនភ្នែកតែម្ដងដោយសារតែពេលនេះនាងបន្តវាជាច្រាំងខ្សែតៃក្តៅចិត្តយ៉ាងខ្លាំងសម្រុកចូលទៅរកយូហានវិញជិនធានក៏មានការព្រួយបារម្ភពីប្អូនជីដូនមួយរបស់គាត់ផងដែរស្ដីឲ្យយូហួរថាលោកបានប្រាប់ថាយកម្នាក់នោះដើម្បីចាត់ការស៊ឺមូហើយអ្វីបានជាគេប្រយុទ្ធជាមួយនឹងយូហានប្រសិនបើប្អូនរបស់ខ្ញុំរងរបួសអ្នកមីងទី7គាត់ច្បាស់ជាររឿងពួកយើងជាមិនខានវូហួរក៏បានប្រាប់ថាក៏មិនបារម្ភអីប្រសិនបើយូហានពិតជាជួបបញ្ហាមែនលបងជិនធានហើយនឹងខ្ញុំធ្វើអន្តរាគមក៏មិនទាន់យឺតពេលដែរតែពេលនេះហ្វឹងជុនបានខឹងយ៉ាងខ្លាំងបានឡាទីរត់គេចពីការវាប្រហារបន្ទាប់មកក៏បានហក់ចូលទៅជាមួយនឹងកម្ដាប់ដៃដែលពោពេញទៅដោយកម្លាំងធម្មពលយូហានក្រឡេកឃើញទាន់អាឡាខ្លួនគេចផុតវាប្រហារមួយខ្សែតៃរបស់នាងបកទៅវិញធ្វើឲ្យហ្វឹងជុនក៏បានខ្ទាតប៉ាំងទៅខាងក្រោយនេះហើយគឺជាលទ្ធផលដែលបានមើលងាយក្មេងស្រីដូចជាខ្ញុំពេលនោះហ្វឹងជុនក៏បានញញើមបន្តិចល្អណាស់ខ្ញុំនឹងធ្វើនាងទឹកភ្នែកដែលហ៊ានប្រកួតជាមួយនឹងខ្ញុំបាញ់ចេញអាវុធញញូដ៏ធំរបស់គាត់វាប្រហារចូលទៅដឹបប៉ុន្តែយូហានក៏បានបន្លាទីគេចផុតបង្ហាញខ្លួនពីខាងក្រោយខ្នងវិញវាប្រហារមួយខ្សែតៃរន្ទះរបស់នាងឆក់នៅហ្វឹងជុនដែលធ្វើឲ្យគាត់ពេលនោះព្យាយាមប្រឹងទប់ទីនឹងខ្សែតៃរបស់យូហានមកវិញតើនាងគិតថាខ្សែតៃរន្ទះរបស់នាងអាចទប់ទល់ជាមួយនឹងបច្ចេកទេសអាវដៃរបស់ខ្ញុំបានមែនទេឬបញ្ចេញនៅញញូដ៏ធំបន្ថែមមួយទៀតដែលធ្វើឲ្យធានហៅគាត់មានការព្រួយបារម្ភបំរុងនឹងចូលទៅជួយប៉ុន្តែត្រូវបានស៊ឺមូខាត់ចាំបន្តិចសិនទៅចំណែកយូហាននាងក៏បានគេចពីការវាប្រហារចូលតាមប្រឡោះជើងរបស់ហ្វឹងជុនទីនឹងខ្សែតៃរបស់នាងធ្វើឲ្យគាត់ក៏បានដុះផ្កាប់មុខនាងក៏បានហក់ជន់ពីលើខ្នងពេញមួយទំហឹងឡើងខ្ចាយពេញសៃវៀនហើយនាងក៏បានបន្ថែមជាមួយនឹងអំណាចធម្មពលរន្ទះធ្វើឲ្យផ្ទៃមេឃឡើងពពកខ្មោះខ្មាញ់ហក់ចេញមកខាងក្រៅបន្តិចវាប្រហារចូលទៅពេញមួយទំហឹងដែលជាកម្លាំងធម្មពលរន្ទះដ៏ខ្លាំងក្លាត្រូវហ្វឹងជុនពេញដឹបស្រ័យឡើងលាន់ពោពេញទៅដោយក្តីជឿជុកចាប់ដែលពេលនេះរាងកាយរបស់គាត់ដែលត្រូវបានធម្មពលរន្ទះនៃឋានស៊ូបាញ់ឡើងឈាមមុខខ្មៅព្រីកចំណែកយូហាននាងក៏បានសើចចំអកឲ្យអំណាចធម្មពលរបស់នាងមានតែប៉ុណ្្នឹងមែនទេដែលពេលនោះនាងរកគ្នាក៏បានស្រែកហូកិនជីរូពិតជាអស្ចារ្យមែនសូម្បីតែធានហៅក៏បានទាដៃឲ្យចំណែកលោកគ្រូលីកាហើយក៏បានសរសើរទៅលោកព្រឹទ្ធាចារ្យនៃសាលាគុនហ្វៃហុងដែលមាននៅកូនសិស្សដ៏ពូកែម្នាក់ពេលនោះយូហាននាងក៏បានប្រកាសថាតើមានរៀមច្បងណាចង់ប្រកួតជាមួយនឹងខ្ញុំទេមើលតែមុខក៏ដឹងហើយនាងកំពុងតែដាក់គោលដៅមកលើធានហៅនៅក្នុងថ្ងៃនេះខ្ញុំនឹងប្រយុទ្ធជាមួយនាងឲ្យបានទោះបីជាខ្ញុំមិនអាចយកឈ្នះលោកក៏ដោយក៏អាចធ្វើឲ្យលោកបាត់បង់នូវកម្លាំងខ្លះដែរនិងផ្ដល់ផលប្រយោជន៍ដល់បងប្រុសរបស់ខ្ញុំចង្អុលចេញទៅវាងធានហៅហើយអ្វីបានជាលោកមិនឡើងមកដែលធ្វើឲ្យពួកគាត់ពេលនេះឡើងចង់គៀងតែម្ដងចំណែកនាងរកគ្នាក៏បានគ្រប់គ្រងវាងធានហៅគាត់ក៏បានគេក្នុងចិត្តនាងនៅតែមានការខឹងសម្បាចំពោះការយកច្រឡំរបស់ខ្ញុំកាលពីពេលមុនទៀតបើខ្ញុំឡើងទៅវានឹងធ្វើឲ្យស្ថានភាពមួយនេះកាន់តែអាក្រក់ទៅដូច្នេះខ្ញុំមិនគូប្រកួតជាមួយនឹងនាងនោះទេហើយពេលនេះយូហាននាងក៏បាននិយាយឌឺដងវាអាចថាវាងធានហៅនៃសាលាគុនលេខ1របស់ក្រុងហ្វឹងឆឹងខ្លាចក្មេងស្រីម្នាក់រហូតដល់មិនហ៊ានឡើងមកប្រកួតដែលធ្វើឲ្យនាងរកគ្នានៅទីនោះក៏បានខ្សឹបខ្សៀវគ្នាដល់ថ្នាក់ធានហៅគាត់ទ្រាំលេងបានបញ្ចេញអាវុធលំពេរបស់គាត់ហត់ចូលទៅដើម្បីប្រឈមមុខជាមួយនឹងយូហានលើកដៃធ្វើការគោរពគូសមសូមកញ្ញាជិនជួយណែនាំខ្ញុំផងពន្លាតនៅលំពេរបស់គាត់ប្រែខ្លាយទៅជាវិញជាមួយនឹងធម្មពលភ្លើងវូហាននាងក៏បានប្រាប់ថាសូមអ្នកប្រុសវាងធានហៅបញ្ចេញនៅកម្លាំងដ៏ពិតប្រាកដរបស់លោកមកកុំស្ទាក់ស្ទើរឲ្យសោះធានហៅក៏បាននិយាយដោយសារតែការពីពេលមុនខ្ញុំមិនប្រយ័ត្នប្រយែងបានធ្វើឲ្យនាងយូហានមានការអាក់អន់ចិត្តដូច្នេះនៅក្នុងថ្ងៃនេះខ្ញុំនឹងអនុញ្ញាតឲ្យនាងវាប្រហារ3ស្នីតហើយខ្ញុំនឹងសង្ឃឹមថានាងបំភ្លេចរឿងអតីតកាលចោលនិយាយមិនទាន់ចប់ស្រួលបួលផងយូហាននាងក៏បានបើកការវាប្រហារមួយបាត់ទៅហើយដែលធ្វើឲ្យធានហៅគាត់ក៏បានកិច្ចហើយគិតក្នុងចិត្តតើអំមិញខ្ញុំបាននិយាយអ្វីខុសមែនទេកិច្ចចោះគេឡើងគាត់ក៏បានរងមួយលំពេងស្នីតដំបូងខ្ញុំបានទប់ទល់រួចរាល់ហើយដោយយូហាននាងក៏បានក្រវីនៅខ្សែតៃរន្ទះរបស់នាងបន្តិចបាញ់ចេញជាកម្លាំងរន្ទះចូលទៅវាប្រហារដែលធ្វើឲ្យធានហៅក៏បានបញ្ឆេះធម្មពលភ្លើងនៅផ្លែលំពេងរបស់គាត់ចាក់ចូលទៅទប់រងពីកម្លាំងធម្មពលរន្ទះធ្វើយូហាននាងក៏បានខ្ទាតប៉ាំងមកខាងក្រោយហ៊ីបនឹងធ្លាក់ពីលើសៃវៀនទៅហើយពេលនេះនាងជិនយូហាននៅសល់តែមួយស្នីតទៀតនោះទេដែលពេលនេះនាងក៏បានខឹងជាមួយនឹងចរន្តរន្ទះពីពេញរាងកាយបន្លាស់ទីយ៉ាងលឿនវាប្រហារចូលទៅព្យាយាមវាចុះវាឡើងទៅលើធានហៅប៉ុន្តែគាត់មិនបានវាបកទៅ
វិញនោះទេបានត្រឹមតែទប់រងបន្ទាប់មកក៏បានក្រវីនៅលំពេលរបស់គាត់បន្តិចអុកចេញទៅខ្សែភាពនៃចំហាយធម្មពលអនាភ្លើងធ្វើឲ្យយូហាននាងក៏បានដកថយមិនបញ្ឈប់នាងនៅតែព្យាយាមបន្លាស់ទីទៅខាងលើលំហធ្វើឲ្យផ្ទៃមេឃពេលនេះប្រែប្រួលឡើងអ៊ូអាប់ដោយសារតែពេលនេះនាងបានបញ្ឆេះនឹងកម្លាំងឋានសួគ៌រន្ទះឋានសួគ៌វ៉ាងធានហៅលោកចាំទទួលស្នៀបចុងក្រោយរបស់ខ្ញុំទៅដែលនាងក៏បានវាប្រហារចូលមកជាដុំធម្មពលរន្ទះល្អក្រវីនៅលំពេលរបស់គាត់ខ្សែភាពនៃចំហាយធម្មពលភ្លើងចាក់ចេញជាធម្មពលដើម្បីទៅទប់រងធ្វើឲ្យអំណាចធម្មពលទី2ក៏បានផ្ទុះចំណែកយូហានក៏ត្រូវបានខ្ទាតប៉ើងបន្ទាប់ពីឃើញបែបនោះធានហៅក៏បានហក់ទៅចាប់ខ្សែតីរបស់នាងក្រឆក់មកវិញរាងកាយរបស់យូហានក៏បានធ្លាក់ចូលក្នុងរង្វង់ដៃរបស់ធានហៅដែលធ្វើឲ្យនាងរកនេះបានស្រែកហូរកញ្ជ្រៀវឡើងពេញនឹងការប្រយុទ្ធរវាងគ្រូសាទាំងពីរនេះពិតជាអស្ចារ្យណាស់ប៉ុន្តែវូហូហាក់បីដូចជាមិនពេញចិត្តនោះទេចំណែកនាងទាំងពីរកំពុងតែប្រើកាយភ្នែកសម្លឹងមើលគ្នាកញ្ញាយូហានតែមានការអ្វីដែរឬទេចារឹកគឺនៅឆ្នាដដែលតបធានហៅមួយដៃកដាស់មុខស្រែកថាប្រញាប់លេងខ្ញុំភ្លាមទៅតើលោកកំពុងតែចង់ធ្វើអ្វីគាត់ក៏បានប្រាប់ថាដោយសារតែខ្ញុំបានឃើញនាងទប់លំនឹងខ្លួនមិនជាប់បានជាខ្ញុំជួយទ្ររាងកាយរបស់នាងចារឹកគឺនៅតែអឿតែម្ដងខ្ញុំអរគុណហើយលើក្រោយមិនចាំបាច់នោះទេហក់ចុះទៅដល់តែខាងក្រោយខ្នងស៊ឺមូបន្ទាប់មកក៏បានទាញភ្នែកលីឡណាត់ឌឺធានហៅបន្ទាប់ពីឃើញនាងរកគ្នាកំពុងតែខ្សឹកខ្សៀវហើយសាច់ចំអកធ្វើឲ្យគាត់ក៏បានបញ្ចេញនៅលំពេលឡើងមកតើពូនេះកំពុងតែសាច់អ្វីតើវាគួរឲ្យអស់សម្លាញ់ខ្លាំងណាស់មែនទេពួកកំសាកអ្នកណាដែលចង់សាច់សូមឡើងមកខាងលើទីនេះដើម្បីប្រកួតប្រជែងគ្នាបន្តដល់ឆ្វែតពេញលើសៃវៀនតែម្ដងតើមានអ្នកក្លាហានម្នាក់ណាចង់ប្រកួតប្រជែងជាមួយនឹងខ្ញុំទៀតទេយូហាននាងក៏បានអូដៃស៊ឺមូចូលមកដែលនាងក៏បានប្រាប់ថាបងប្រុសមុននឹងវាងធានហៅគាត់បានធ្វើបាបខ្ញុំដូច្នេះបងត្រូវតែសងសឹកគាត់ធានហៅគាត់ក៏បានចង្អុលថាស៊ឺមូឡើងមកកុំឲ្យគេថាសេនរីផ្លាយស៊ឺមូក៏បានហក់ចូលទៅបាញ់ចេញអាវុធរបស់គាត់ឡើងមកនាងចង់ប្រកួតជាមួយនឹងខ្ញុំមែនទេធានហៅក៏បានបញ្ចេញនៅស្ទាយលំពីរបស់គាត់បន្តិចខ្ញុំសង្ឃឹមថាបច្ចេកទេសកំណាប់ដៃរបស់នាងនឹងមិនធ្វើឲ្យខ្ញុំខកចិត្តនោះទេពេលនោះស៊ឺមូក៏បានដឹងវាហាក់ដូចជាលំពីអណ្ដាតភ្លើងដ៏ខ្លាំងរបស់គាត់បានឈានទៅដល់ភាពល្អឥតខ្ចោះហើយដូច្នេះខ្ញុំមិនអាចមើលស្រាលគាត់បានទីនោះទេពេលនោះយើងក៏បានឃើញកញ្ញាចុងសៀវពាក់នៅមូស្បៃដើរចូលមកក្នុងការប្រកួតមួយនោះធ្វើឲ្យវូហួរគាត់ក៏បានចាប់អារម្មណ៍រូបរាងមនុស្សស្រីម្នាក់នោះហើយអ្វីបានជាខ្ញុំស្រដៀងខ្លាំងម្ល៉េះសម្រាប់អ្នកទាំងអស់គ្នាដែលចង់ទស្សនាភាពបន្តភ្លាមៗអាចចូលជាសមាជិកកូនក្រុម VIP របស់ Admin បានដែលចំណាយត្រឹមតែ$1ក្នុងមួយខែតែប៉ុណ្ណោះអ្នកទាំងអស់គ្នានឹងអាចទស្សនាការសម្ដែងរឿងរបស់ Admin នៅក្នុងកូនក្រុម VIP បានដែល Admin មានភាពបន្តផុសជារៀងរាល់ថ្ងៃហើយមិនមែនមានតែមួយរឿងនេះនោះទេនៅមានរឿងផ្សេងទៀតចំនួន5-6ឯណោះប្រសិនបើអ្នកទាំងអស់គ្នាចាប់អារម្មណ៍អាចទាក់ទងទៅ Telegram ផ្ទាល់របស់ Admin បាន link នៅក្រោម comment និងហើយបងប្អូនទាំងអស់គ្នាសាយរឿងរបស់យើងក៏ត្រូវបានបញ្ចប់ក៏សូមអធិស្ឋានរាល់កំហុសខុសឆ្គងដែលបាននិយាយឡើងសម្រាប់ពេលនេះ Admin សូមជម្រាបលាបាយបាយ